សួស្តីបងប្អូនអ្នកគ្នាដែលខ្ញុំធ្វើខ្ញុំផុសដាក់ក្នុង Facebook មួយដែលនិយាយអំពីការដាំស្វាយចន្ទីជាមួយនឹងដើមចេកពងមាន់អញ្ចឹងណាបងប្អូនច្បាស់ជាឆ្ងល់ដែរថាតើយើងមានការចំណាយឬចំណូលអីខ្លះពាក់ព័ន្ធនឹងការចំណាយដូចជាឥឡូវយើងឧទាហរណ៍ថាចន្ទីយើងអាយុ5ឆ្នាំ6ឆ្នាំហ្នឹងយើងបានផលហើយអញ្ចឹងអ្វីដែលយើងត្រូវចំណាយលើដើមចន្ទីគឺយើងត្រូវចំណាយលើការបាញ់ថ្នាំបណ្ដេញសត្វល្អិតនឹងហៅថា200ចុះក្នុងមួយហាត់ណាហើយប្រជាធម្មជាតិអីហ្នឹងហៅថា300ហើយចំពោះការថែទាំផ្សេងយើងបាញ់ខ្លួនឯងធ្វើខ្លួនឯងវាប្រហែលជាមកអស់លុយទេអាហ្នឹងបើយើងជួលគេផ្សេងណាអាហ្នឹងហើយយើងបំរុងលុយទុកសម្រាប់ការងារបន្តបន្សំទៀតគឺ$300សរុបទៅការចំណាយយទីហ្នឹងខ្ទង់800ហ្នឹងការប៉ាន់ស្មានណាហើយពងមាន់ចំពោះចេកពងមាន់គឺយើងទិញកូនគេអាចនឹងកន្លែងខ្លះ4000កន្លែងខ្លះ2000យើងវាយថា2000ចុះព្រោះយើងទិញកូនចេកច្រើននឹងមួយហាត់ហ្នឹងបើយើងដាក់បាន2ម៉ែត្រអាចដាក់បាន2ម៉ែត្រ2ម៉ែត្រមួយយើងអាចដាំបាន3ដើមក្នុងបន្លោះរោងចន្ទីណាអញ្ចឹងក្នុងបន្លោះរោងចន្ទីហ្នឹងគឺយើងត្រូវចំណាយកូនចេកពងមាន់ហ្នឹង2496ដើមនឹងការគិតនេះរបស់ខ្ញុំណាខុសត្រូវយ៉ាងណាសូមបងប្អូនជួយ comment នៅក្នុងវីដេអូហ្នឹងផងបាទហើយការថែទាំនិងការប្រើប្រាស់ជីខ្ទង់$1000ដែរมันអាចទៅជួលកម្មករអាហ្នឹងបើយើងជួលគេដើមធម្មតាអាហ្នឹងអស់ច្រើនតែបើយើងជួលគេពេញមួយខែមកអាចធ្វើអីផ្សេងអញ្ចឹងទៅតុង$250ចុះបើយើងខួងដងមួយដងតម្លៃថោងពុតក៏700ដែរទៅ2500តែយើងយកតែតម្លៃ700ទេអាខួងដងធម្មតាមកហើយយើងបូមដាក់ stand ហើយរៀបចំប្រព័ន្ធទឹកទាំង stand និងតាយោទាំងអីហ្នឹងវាយថា3000ហើយទិញសូឡាទៀតសូឡាសម្រាប់បូមទឹកនិងការប្រើប្រាស់ភ្លើងអីផ្សេងៗហ្នឹងទុំ800មកផ្លែវាណា800ចន្លោះពី500ទៅ800ប៉ុន្តែចន្លោះហ្នឹងគេអាចធ្វើបានដែរតែយកតម្លៃខ្ពស់ទៅខ្លាំងជាងសរុបមកវាចំណាយទៅអស់$6998ចំណាយលើពូជជ្រូកអញ្ចឹងយើងត្រូវចំណាយលើពូជជ្រូកទៀតពូជជ្រូកវាយើងវាយថាជ្រូកហ្នឹង20ក្បាលនេះគិតជាមធ្យមវា$30ចុះពី100000អញ្ចឹង20ក្បាលគុណនឹង300000ហ្នឹងអស់600នេះយើងអត់គិតថ្លៃចំណីអត់គិតថ្លៃវ៉ាសាំងអានេះទេយើងដោយសារយើងដាំអធិស្ឋានដោយសារយើងចិញ្ចឹមលក្ខណៈធម្មជាតិយើងប្លែកចោលឲ្យវាស៊ីចំណីស៊ីនេះស៊ីនោះជូស៊ីអីស៊ីដើមចេកដើមអីចឹងណាហ្នឹងហើយមានដលងមានអីស្មៅជាដើមអញ្ចឹងសរុបចំណាយទាំងអស់ចន្ទីយើងអស់800ហើយចេកពងមាន់យើងអស់$6998បូកនឹងថ្លៃជ្រូក600វាខ្ទង់មួយហាត់ហ្នឹងបើយើងធ្វើចម្រុះកសិកម្មចម្រុះបែបហ្នឹងគឺអស់$8398យើងធ្វើអស់ប៉ុណ្ណឹងជិត$10000តែយើងបានចំណេញប្រមាណអញ្ចឹងចន្ទីដែលមានស្រាប់ខ្ញុំឧទាហរណ៍ចន្ទីធំស្រាប់ចន្លោះពី5ឆ្នាំ6ឆ្នាំហ្នឹងគឺយើងអាចដាក់ចូលបានហើយបើយើងតែងមេឃឲ្យស្រួលបួយវាមិនលុបខ្លាំងពេកទេអញ្ចឹងជាមធ្យមចន្ទីបើយើងថែល្អបាញ់ថ្នាំដាក់ជីអីត្រឹមត្រូវបាន12គីឡូចន្លោះពី10ទៅ15គីឡូយើងវាយថា12គីឡូចុះ12គីឡូក្នុងមួយដើមអញ្ចឹងនៅមួយហាត់យើងដាំ8ម៉ែត្រ4ជ្រុងដូចថាខ្ញុំដាក់ហ្នឹងគឺអស់156ដើម
ចុះបើគុណមក12គីឡូវាអស់1000វាបាន1872គីឡូដែរវាយថាមួយតោនជិត2តោនណាបើតាមគេថាខ្លះគេផ្សព្វផ្សាយបើតាមក្រុមហ៊ុនជីខ្លះបើយើងវាយធ្វើបានខ្លាំង3តោន4តោន5តោនដែរអានេះគិតជាមធ្យមទេមួយតោនជាង1តោនកន្លះក៏បានណា1តោន8ក៏អរគុណពេកអញ្ចឹងយើងយកមកគុណវាយថា5000គឺ$1.25សេនហ្នឹងមួយហាត់ហ្នឹងក៏បានវិផលចន្ទីហ្នឹង$2340ដែរចំណែកផលចំណេញពីចេកពងមាន់មួយដើមមានមួយស្ទងវាមានមួយស្ទងមានប្រាក់ពី5ទៅ10ស្និតដីល្អអាចដាំដល់10ស្និតអញ្ចឹងយើងវាយថាតែ5ស្និតចុះអញ្ចឹងមួយស្និតថា2000ទេ$0.50ហើយតែយកចេកបើសិនជាវាល្អអាចនឹងកាត់បាន1000ដែរយកចេកណាតែបើអត់គេក៏អត់ដែរឥឡូវយកយើងថាចំណាយលើការដាំចេកពងមាន់ហ្នឹងអស់$2496គុណនឹង1000ក៏បាន$624ដែរ2លានជាងណាចំពោះអត់យកចេកចំណែកផ្លែចេកគឺ2496ហ្នឹងយើងមកគុណជាមួយនឹង5ស្និតអញ្ចឹងវាស្មើនឹង12480ស្និតចុះបើយើងលក់មួយស្និត$2000ហ្នឹងគឺយើងយក12480ហ្នឹងគុណនឹង$0.50អញ្ចឹងវាស្មើនឹង$6240អញ្ចឹងយើងបូកសរុបទាំងអស់គឺបូកទាំងស្ទងហើយនឹងផ្លែបូកទាំងតយងហើយនឹងផ្លែរបស់វាគឺ$624បូកនឹង$6240អញ្ចឹងយើងបាន$6864ណាផលចំណេញនៃចេកជ្រូកមួយឆ្នាំកាត់កូនម្ដងខ្លះលោ12ដងមេបាមួយអាចកាត់កូនមេមួយអាចកាត់កូនចន្លោះពី8ទៅ12ក្បាលឬរហូតដល់15ក្បាលយើងវាយត្រឹមតែ10ក្បាលចុះ10ក្បាលវាមេជ្រូកក្នុងចំណោម20ក្បាលហ្នឹងគឺយើងដាក់ឈ្មោល2អញ្ចឹងមកហើយមេ18អញ្ចឹង18គុណនឹង$10 18ក្បាលអញ្ចឹង18តម្លៃជ្រូកជាកូនមានស្មើនឹង10ក្បាលហ្នឹងណា18មេគុណនឹង10ក្បាលវាស្មើនឹង216ក្បាលជ្រូកសាច់ជាមធ្យមគេនិយមធ្វើជ្រូកខ្វៃជ្រូកអីនេះពី8គីឡូទៅ15គីឡូហើយយើងគិតថាត្រឹម10គីឡូចុះតម្លៃជ្រូកកដោ1គីឡូក្រាម$10ឬក៏$5ថោកផុតក៏$5ជ្រូកធម្មតាក៏បាន$5អញ្ចឹងបើសិនជា$10អញ្ចឹង216កូនហ្នឹងគុណនឹង$10អញ្ចឹងវាស្មើនឹង2160គីឡូក្រាមអញ្ចឹងយើងគិតថា10គីឡូហ្នឹងណាហើយតម្លៃ2160គុណនឹង$10វាបាន21600តែតម្លៃហ្នឹងខ្ពស់មួយឆ្នាំបើយើងអត់ចំណាយលើវាអាចបានប៉ុណ្ណឹងទេយើងអាចបានគិតចំណាយលើជ្រូកទេចំណាយជ្រូកយើងគិតតែទិញពូជជ្រូកតែប៉ុណ្ណឹងអញ្ចឹងសរុបចំណេញទាំងអស់វាចន្ទីយើងបានចំណេញ$2340បូកនឹងចេកពងមាន់យើងចំណេញយើងលក់បាន$6864បូកនឹងជ្រូកកដោដែលយើងលក់បាន21600ស្មើនឹង$3804អញ្ចឹងប្រាក់ចំណេញសុទ្ធប្រមាណអញ្ចឹងយើងយក$3804
ដកនឹងប្រាក់ដែលយើងចំណាយអស់ $8,398 ផលចំណេញសុទ្ធក៏បាន$22,406 ចឹងយើងវាយថាបើកតាទាំងអស់ហ្នឹងវាឈានដល់បន្លោះហ្នឹងទេក៏យ៉ាងធ្វើទាំង3មុខនឹងបញ្ចូលគ្នាក៏បាន$10,000 ដែរអានេះជាការវិភាគការចែករំលែករបស់ខ្ញុំបាទបើសិនជាខុសត្រូវយ៉ាងណាសូមបងប្អូនអធិស្ឋានហើយខុសត្រូវយ៉ាងណាបងប្អូនមានបទពិសោធន៍អំពីការរួមបញ្ចូលគ្នានៃដំណាំចម្រុះហ្នឹងទេបើសិនជាគិតថាចំណេះដឹងនេះវាល្អជួយចែកគ្នាទៅបើមានអីបន្ថែមជួយបន្ថែមឲ្យខ្ញុំផងបាទសូមអរគុណច្រើន